គ្នាឥឡូវនេះយើងកំពុងតែឡើងទៅលើភ្នំខណៈពេលនេះដែរគឺម៉ោង11 ជិត12យប់ណាបងប្អូនហើយភ្នំហ្នឹងគឺគេបើកមកយប់តបភ្លឺតែម្ដងបងប្អូនហើយមួយឆ្នាំគឺគេបើកតែម្ដងឯណាបងប្អូនអរគ្នាមួយឆ្នាំគឺគេបើកតែម្ដងទេថាមានឡានចេញចូលរហូតមានឡានចុះមានឡានឡើងរហូតបងប្អូនចាបងប្អូនអរគ្នាឥឡូវនេះគឺថានាងខ្ញុំបានឡើងមកដល់ខាងលើហើយឥឡូវនេះគឺយើងត្រូវតែធ្វើការឡើងចណ្ដើរទៅដល់លើកំពូលដើម្បីទៅបួងសួងអុជធូបនៅកន្លែងស័ក្តិសិទ្ធិគឺថ្មខាងលើហ្នឹងបងប្អូនអរគ្នាតែដោយសារតែជើងនាងខ្ញុំទៅតែវះកាត់អញ្ចឹងហើយនាងខ្ញុំមិនអាចដើរឡើងកាត់ទេតែនៅកន្លែងនោះគឺមានកន្លែងឲ្យយើងជិះមានគេសែងបងប្អូនអរគ្នាគឺមានស្នែងសម្រាប់សែងឡើងទៅលើហើយអធិស្ឋានបងប្អូនអរគ្នាផងព្រោះដោយសារជើងនេះខ្ញុំនៅឈឺនៅឡាយអត់ទាន់និយាយរួមទៅគឺអត់ទាន់ជា100%ទេនៅសល់តែជាតិចតួចទៀតអញ្ចឹងនេះខ្ញុំអត់អាចធ្វើការឡើងបានទេតោះតែមានគេសែងហើយការសែងនេះដែរគឺមិនមែនដូចថាយើងเป็นกระสอบที่80យើងមើងងាយឬក៏អីបងប្អូនអរគ្នាដោយសារតែខ្លួនខ្ញុំផ្ទាល់គឺខ្ញុំពិបាកក្នុងការឡើងប៉ុន្តែចិត្តចង់ធ្វើបុណ្យអញ្ចឹងហើយខ្ញុំក៏មកហើយមួយទៀតគឺភ្នំនេះគឺបើកតាមួយឆ្នាំបើកតែម្ដងហើយចដល់ពេលកំណត់តែគេត្រូវបិទវិញហើយអញ្ចឹងហើយបើសិនជាខ្ញុំអត់បានឡើងទេរងចាំដល់ឆ្នាំក្រោយអញ្ចឹងក៏ជិតពេលមកឡើងភ្នំនឹងទាំងអស់គ្នាអញ្ចឹងបងប្អូនចាំទៅមើលខាងលើទាំងអស់គ្នាតោះยังขาดเจ้าภาพข้าวสารอีก1 กระสอบតាមពូនោះហ៎អរគុណឥឡូវនេះខ្ញុំត្រូវឡើងទៅតាមគាត់មកเป็นกระสอบที่80สาธุสาธุนะถวายแด่พระภิกษุสงฆ์ที่ปฏิบัติឡើងប្រហែលជា2 កម្មឯងបងប្អូនអរគ្នាហើយខ្ញុំចង់ប្រាប់បងប្អូនថាតម្លៃនៃការសែងឡើងនេះគឺ800 បាតឡើងហើយចុះក៏800 បាតដែរអញ្ចឹងសរុបទៅ1600គេឲ្យទៅណាអត់ទេនោះគឺចូលបងទៅលើតោះមកតោះយើងតោះเพราะว่าเราเป็นเงินทำบุญทุกบาททุกสตางค์เราต้องตั้งจิตอธิษฐานนั่นแหละขอให้รวยรวยเฮงเฮงปังปังคือខ្ញុំមិនហ៊ានឡើងទេដោយសារតែយើងចាំមើលជើងความสำเร็จในชีวิตសម្រេចในชีวิตយើងការงานเจริญรุ่งเรืองអូនោះស្នេហ៍បងប្អូនឃើញទេตลอดไปด้วยเถิดអង្គអើយកូនចៅសុខសប្បាយសូមឡើងអរិខាเป็นข้าวสารกระสอบที่80រៀបរយចងឲ្យបងប្អូនអរគ្នាតោះទៅមួយនេះខ្ញុំร่วมทำบุญข้าวสารចា៎ហ្នឹងហើយបងប្អូនអរគ្នាឃើញថានាងខ្ញុំបានឡើងមកដល់ខាងលើហើយក៏មានពួកគាត់ជួយសែងដែរហើយសម្រាប់តម្លៃនៃការសែងឡើង800 បាតចុះទៅវិញក៏800 បាតដែរបងប្អូនអរគ្នាដូចនេះខ្ញុំបានជំរាបប្រាប់បងប្អូនពីដើមវីដេអូអញ្ចឹងគឺដោយសារតែនាងខ្ញុំឈឺជើងបានឲ្យពួកគាត់ជួយសែងអញ្ចឹងណាបងប្អូនអរគ្នាប៉ុន្តែខ្ញុំធ្លាប់មកភ្នំនេះគឺ2 លើកហើយបងប្អូនអរគ្នាការលើកទី1នោះជើងនេះខ្ញុំដូចជាអត់ទាន់ឈឺទេប៉ុន្តែព្យាបាលចប់ជាមួយនឹងជំងឺរបស់នាងខ្ញុំក៏ឡើងមកតែដល់ពេលចុះទៅវិញក៏ចាប់ផ្ដើមឈឺជើងរហូតដោយសារតែយើងមានបញ្ហាឆ្អឹងយើងអត់ដឹងអញ្ចឹងណាបងប្អូនហើយឥឡូវនេះគឺនាងខ្ញុំបានធ្វើការវះកាត់ហើយក៏បានដើរបានដូចដើមវិញអញ្ចឹងហើយនាងខ្ញុំក៏មកភ្នំនឹងជាលើកទី2ភ្នំស័ក្តិសិទ្ធិភ្នំថៃចខូតចាបងប្អូនអរគ្នាហើយបងប្អូនអាចសើចរកបានហើយបើសិនជាចង់ទៅនៅច័ន្ទបុរីនឹងឯងយើងអាចមើលវីដេអូនេះខ្ញុំពីវគ្គ1រហូតមកដល់វគ្គបញ្ចប់នេះហើយចង់ជំរាបប្រាប់បងប្អូនដែរថានៅលើភ្នំនេះគឺស័ក្តិសិទ្ធិមែនតែនហើយអ្វីដែលនេះខ្ញុំឮតគ្នាសម្រាប់បងប្អូនយើងដែលគាត់ធ្លាប់ទៅហើយគាត់ប្រាប់នេះខ្ញុំគាត់ថាគឺយើងអាចបន់ស្រន់តែមួយទេបងប្អូនហើយសុំឲ្យបានសម្រេចហើយបើបានសម្រេចហើយយើងក៏វិលត្រឡប់មកភាសាទៀតអញ្ចឹងណាបងប្អូនហ្នឹងហើយនាងខ្ញុំបានបន់ស្រន់ហើយនាងខ្ញុំក៏វិលត្រឡប់
មកភាសាទៀតហើយដូចបានជំរាបចឹងគឺថាបើកតែម្ដងទេក្នុងមួយឆ្នាំហើយតែយើងអត់បានមកទេគឺអាចខកទៅឆ្នាំក្រោយទៀតអញ្ចឹងហើយបានបង្ខំឲ្យនេះខ្ញុំត្រូវតែចាំបាច់ត្រូវតែមកអញ្ចឹងណាបងប្អូនអរគ្នាហើយក៏ឲ្យពួកគាត់ជួយសែងឡើងអញ្ចឹងទៅចាហើយសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងឯងបងប្អូនអរគ្នាចាំទស្សនារហូតតតែចប់អត់ទាន់ចប់ប៉ុណ្្នឹងទេឡើងទៅដល់លើបងប្អូនចង់ដឹងថាទស្សនវិជ្ជានៅខាងលើបែបម៉េចដែរបងប្អូនអាចទស្សនាបានចាអញ្ចឹងចាំទៅទស្សនាបន្តទៀតណាបងប្អូនអរគ្នានាងខ្ញុំឡើងហើយតែដោយសារតែខ្ញុំដូចខ្ញុំបានជំរាបប្រាប់បងប្អូនអញ្ចឹងគឺថាខ្ញុំឈឺជើងខ្ញុំទៅវះកាត់ថ្មីអញ្ចឹងខ្ញុំអត់ហ៊ានបន្ថយក្នុងការឡើងទេតែចិត្តចង់ធ្វើបុណ្យអញ្ចឹងនាងខ្ញុំក៏បានមកឡើងទៅណាបងប្អូនចា៎บูชากราบไหว้กันนะครับสำลักสังขารไปแล้วนะแต่วิญญาณของท่านนะครับก็ยังเป็นลมเป็นใยลูกหลานกันอยู่เพราะท่านเป็นคนที่พัฒนาปรับปรุงพื้นที่นะครับมีความเจริญเข้ามายินดีต้อนรับครับค่ะพักก่อนค่ะขอบคุณค่ะพนักงานเจ้าหน้าที่ก็มีการพักผ่อนไปด้วยยินดีต้อนรับนะลูกนะครับมีสายทำบุญทำกุศลกับตามกำลังศรัทธากันน้องฟ้าวันละของใจ เจ็บค่ะ ใจเย็นลงนะครับเนาะ นักเรียนเรา จะ ยัง ทำ มา บุญ ได้ เชิญลูกสาว ជប់សម្រាប់សិនបងប្អូនសម្រាប់សិនហើយយើងឲ្យគាត់ពួកគាត់ដែលគាត់ផ្សាយយើងនឹងគាត់សម្រាប់បាត់ហត់សិនយើងក៏មកធ្វើបុណ្យ สะพานทางเดินได้อานิ ក្នុង ส នេះ ง ទាំង ส์ អស់ เย គ្នាបងប្អូ อะ ន นะครับเนาะทำบุญทำกุศลกันทำบุญอยู่ที่ใจพาเราไปในทุกที่ทรัพย์อื่นถึงเรามีทิ้งทันทีเมื่อเราจากโลก ยั นี้ ង ไป នៅទៀតបង เนาะ ប្អូនអរគ្នា จะติดตามเราไปได้กระบุญกุศลนี่แหละพี่น้องเราจะ โอเคขอบคุณค่ะค่ะឥឡូវជប់សម្រាប់ម្ដងទៀតបងប្អូនអរគ្នាព្រោះថានៅយើងឆ្ងាយដែរអញ្ចឹងណាហើយពួកគាត់ហត់4នាក់គាត់ផ្សាយខ្ញុំឡើងនេះគឺហត់មែនតើជិតដល់ហើយបងប្អូនចាំតែមើលនៅខាងលើទៀត กำลังที่จะจัดจุด បងប្អូនអរគ្នាឥឡូវនេះខ្ញុំបានមកដល់ហើយណា กับพระพุทธศาสนา មកដល់ខាងលើបងប្អូនដល់ខាងលើហើយនេះគឺជាថ្មដែលនៅពីលើភ្នំបងប្អូនខ្ញុំបានមកដល់ហើយ น้ำมันเขียวน้ำมันว่านสรุปฟังทองอีกทั้งน้ำมันตะไคร้หอมครับจุดรับเครื่องสักการะบูชาก็คือตรงนี้นะครับบางท่านบางคนด้วยความคุ้นชินมองหาดอกไม้มองหาธูปเทียนก็จะได้มารับไปจุดเริ่มต้นก็มาตรงจุดประชาสัมพันธ์ตรงกองเรียนการนะครับซึ่งมีเครื่องสักการะบูชามีอยู่ตรงนี้ ขอบคุณค่ะ พี่น้องที่กำลังเดินทาง รอตรงนี้นะครับ ចាំបងប្អូនអរគ្នាឥឡូវនេះគឺនេះខ្ញុំបានមកដល់ខាងលើហើយបងប្អូនគឺនៅខាងលើនឹងតែម្ដងហើយពេលនេះគឺម៉ោង12កន្លះយប់បងប្អូនម៉ោង12កន្លះយប់ហើយតោះបងប្អូនមកមើលគឺសិតតែមនុស្សម្នាជាច្រើន นะครับและเป็นฐานที่ตั้งของพระประธานองค์ใหญ่คือพระพุทธจินราชพี่น้องจึงได้นำหินและทรายมาจากลานพระศิวรี
บันดาลให้ข้า ចាអរគុណច្រើនបងប្អូនអរគ្នាដែលទស្សនានៅវីដេអូដំណើរទៅកាន់ភ្នំស័ក្តិសិទ្ធិតាំងពីវគ្គ1រហូតដល់វគ្គ4ដែលជាវគ្គដែលបញ្ចប់ព្រោះថាអស់វីដេអូហើយនាងខ្ញុំក៏បានបញ្ចប់ត្រឹមហ្នឹងហើយអ្វីដែលសំខាន់នោះបងប្អូនអរគ្នាគឺចង់ឲ្យបងប្អូនឃើញកន្លែងដែលស័ក្តិសិទ្ធិភ្នំដែលស័ក្តិសិទ្ធិគឺថាបួងសួងអីគឺបានសម្រេចហើយបងប្អូនអាចបួងសួងតាមរយៈវីដេអូមួយនេះសូមឲ្យបំណងប្រាថ្នារបស់បងប្អូនបានសម្រេចទាំងអស់គ្នាសាធុសាធុសាធុចាសូមឲ្យបំណងប្រាថ្នារបស់បងប្អូនអរគ្នាបានសម្រេចបងប្អូនឃើញអត់ឃើញប្រជាជនរបស់គេមិនថាប្រជាជនគេមិនថាដូចជានាងខ្ញុំជាជាតិសាសន៍ដតីប៉ុន្តែនាងខ្ញុំមានឱកាសបានទៅដល់នឹងនាងខ្ញុំក៏មានការគោរពបូជាព្រោះថាយើងកាន់សាសនាពុទ្ធតែមួយអញ្ចឹងហើយនាងខ្ញុំពិតជាមានការគោរពបូជាយ៉ាងខ្លាំងហើយដូចនាងខ្ញុំបានជំរាបអញ្ចឹងគឺការគោរពការមានជំនឿគឺទៅលើបុគ្គលម្នាក់ដែលគាត់មានការជឿរៀងខ្លួនហើយសម្រាប់នាងខ្ញុំគឺនាងខ្ញុំមានការជឿតាមបែបរបស់នាងខ្ញុំចាស់បងប្អូនអរគ្នាហើយក៏នាងខ្ញុំបានបង្ហាញនៅកន្លែងណាដែលស័ក្តិសិទ្ធិនៅកន្លែងណាដែលប្រកែអញ្ចឹងទៅតាមរយៈវីដេអូដែលនាងខ្ញុំបង្ហោះនៅក្នុង channel YouTube របស់នាងខ្ញុំដែលមានឈ្មោះថា Amano Official Cambodia នេះឯងចាបងប្អូនអរគ្នាអាចទស្សនាបាននេះគឺជាទស្សនវិជ្ជានៅលើភ្នំនឹងតែម្ដងបងប្អូនឃើញថាម៉ោងមិនមែនម៉ោងតិចទេណាបងប្អូនអរគ្នាគឺម៉ោងដូចដែលនាងខ្ញុំបានជំរាបពីខាងមុនអញ្ចឹងគឺម៉ោង12ជាង7ម៉ោង1យប់ណាបងប្អូនអរគ្នាគឺមនុស្សម្នាច្រើនមែនតើមានអ្នកឡើងហើយក៏មានអ្នកចុះដែរបងប្អូនអរគ្នាឃើញថាច្រើនខ្លាំងហ្នឹងហើយសម្រាប់វីដេអូនេះដែរគឺមានតែប៉ុណ្្នឹងឯណាពុកម៉ែបងប្អូនអរគ្នាហើយចាំមើលនាងខ្ញុំនឹងផ្ដិតយកទស្សនវិជ្ជាក៏ដូចជាកន្លែងណាផ្សេងទៀតដើម្បីមកបង្ហាញជូនពុកម៉ែបងប្អូននៅក្នុង channel មួយនេះដែរហើយក៏ដូចជាកន្លែងញ៉ាំណាដែលឆ្ងាញ់មកបង្ហាញជូនពុកម៉ែបងប្អូននៅក្នុង channel មួយនេះដែរចាអរគុណច្រើនបងប្អូនអរគ្នាជំរាបលាហើយសូមឲ្យបំណងប្រាថ្នារបស់បងប្អូនបានសម្រេចទាំងអស់គ្នាណាតាមរយៈការទស្សនានៅវីដេអូមួយនេះព្រោះថាធ្វើដំណើរតម្រាំទៅដល់លើមិនងាយបងប្អូនអរគ្នាគឺប្រើរយៈពេលមែនទែនតស៊ូពុកវាបងប្អូនអើយតាំងពីក្នុងពីដល់បាក់កោចាប់ពីបាក់កោចាំពីរៀនរហូតដល់កន្លែងខ្ញុំត្រូវទៅ โมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะอิมาพุทธปาทา អរគុណច្រើនបងប្អូនជំរាប ออก លា เสียงให้ดังให้ชัดลูกทีนี้เมื่อสมมติอย่าง